Rồi bla cứ chia chủng ngư mùiประเภท bà đây bằng co ở miền cua thân ạ thôn thô sầm rạp sâu đá bà chủng ngư ní cứ việc cắt lang thôn thô nè sầm rạp sâu bà san chơi dương mình bàn tập skat rồi mới coi dương mình bàn chị bà về bàn lò nó tế về nâng ai chiên tới đó đầm nạ cao thôn thô bà chủng ngư bà ní đại phía sang lê cái hào tha rai bà đại cả dự co phía trán cái hào tha chủng ngư pla rồi coi chủng ngư bà hay chủng ngư thì đá bà việc cắt lang vì miền sắc đàn pol ai cắt lang nợ pe để sầu nắng thì muối sầu nắng cà pra chi bàประเภท asot โดย chi ure โดย chi asot นงหูกมรัดbàมันจังធ្វើឲ្យវាមានសក្តានុពលក្នុងការកើតជំងឺបន្លាស់បាទនៅពេលដែលយើងប្រើប្រាស់ជីអាសូតខ្ពស់បាទវាធ្វើឲ្យស្លឹកនឹងវាលោតល្អវាខ្ចីបាទវាខ្ចីខ្លាំងធ្វើឲ្យស្រូវនឹងងាយរងនៅបាទទទួលនៅជំងឺបន្លាស់នេះបាទកត្តាមួយទៀតគឺមកពីបណ្ដាលអាកាសធាតុផងដែរបាទជំងឺបន្លាស់នេះអំណោយផលនៅសីតុណ្ហភាពបាទដែលរាងត្រជាក់បាទសំណើមខ្ពស់បាទហើយមិនសូវមានពន្លឺថ្ងៃបាទអញ្ចឹងជំងឺបន្លាស់នេះវាអាចកើតឡើងនៅពេលដែលអាកាសធាតុត្រជាក់ហើយវាអាចថាវាមិនសូវមានពន្លឺថ្ងៃគ្រប់គ្រាន់ក៏ដូចជាសំណើមខ្ពស់បាទបើកាលណាមានទាំងអស់នោះគឺជំងឺបន្លាស់នេះគឺវាងាយនឹងកើតឡើងណាស់បាទហើយជំងឺបន្លាស់នេះមានការផ្លាញធ្ងន់ធ្ងរទៅលើដំណាំស្រូវផងដែរបាទហើយជំងឺបន្លាស់នេះដំបូងឡើយគឺវាកើតឡើងបែបហ្នឹងបាទគឺវាកើតឡើងលក្ខណៈរាងរង្វង់មូលដើមហើយជារង្វង់មូលដែលមានពណ៌សនៅចំកណ្ដាលហើយនឹងមានខ្មៅនៅសងខាងបែបនេះបាទជារូបស្តៀងរង្វង់មូលក៏ដូចជាខ្ពងក្រពើបាទហើយជំងឺបន្លាស់នេះបើសិនជាយើងមិនបានព្យាបាលវាបានល្អទេបានត្រឹមត្រូវទេហើយយើងអាចថាវារាលដាលយ៉ាងធ្ងន់ធ្ងរបាទវាអាចបណ្ដាលឲ្យទៅជាជំងឺផ្សិតយ៉ាងធ្ងន់ធ្ងរដូចជាពុកគល់បាទអានឹងសម្រាប់ស្រូវដែលវានៅតូចអាចថាពេលត្រឹមមួយខែឡើងទៅដល់ស្រូវ40ថ្ងៃ60ថ្ងៃបាទហើយកំឡុងពេលហ្នឹងបើសិនជាមានបញ្ហាធ្ងន់ធ្ងរគឺបណ្ដាលឲ្យពុកគល់បាទជំងឺពុកគល់នេះដែរគឺបណ្ដាលមកពីជំងឺបន្លាស់ផ្សិតនឹងឯងបាទនៅពេលដែលជំងឺបន្លាស់ហ្នឹងវាកើតឡើងនៅលើស្លឹកដំបូងហ្នឹងនៅពេលដែលយើងមិនបានព្យាបាលវាបានដិតដល់ទេមិនបានត្រឹមត្រូវទេហើយអាចនឹងលើសជាតិអាសូតគូផ្សំជាមួយនឹងអាកាសធាតុសំណើមខ្ពស់ត្រជាក់ពន្លឺមិនសូវគ្រប់គ្រាន់បាទវាធ្វើឲ្យស្រូវនឹងคล้ายជាពុកគល់បាទអញ្ចឹងពុកគល់បើសិនជាយើងមិនបានព្យាបាលវាបានដិតដល់មិនបានត្រឹមត្រូវទេវាអាចឲ្យទៅនឹងបាទរលើងគល់តែម្ដងបាទផុយគល់យើងដើរទៅគឺដោយតាមជើងបាទយើងដើរចូលទៅក្នុងស្រែទៅអាចថាដោយតាមជើងហើយនឹងក្លិនរបស់ស្រូវហ្នឹងគឺឡើងស្អុយបាទអញ្ចឹងអានេះគឺជារោគសញ្ញារបស់ពុកគល់បាទអញ្ចឹងបើយើងមិនបានព្យាបាលវាដិតដល់ទេមិនបានត្រឹមត្រូវទេវាអាចនឹងទៅបណ្ដាលឲ្យជាជំងឺពុកគល់ដែលធ្វើឲ្យខាតទិន្នផលបាទហើយជំងឺបន្លាស់នេះដែរបើសិនជាយើងមិនបានព្យាបាលវាទៅដល់មួយទៀតគឺវាអាចទៅជាជំងឺរលាកជង្គង់ឬក៏មួលកនៅពេលដែលស្រូវហ្នឹងវាចាប់ផ្ដើមចេញបាទស្រូវនឹងចាប់ផ្ដើមចេញវាអាចទៅតោងជាមួយនឹងជង្គង់របស់ស្រូវហើយអាចនឹងធ្វើជាជំងឺមួលកឬក៏រលាកកគួរនឹងឯងបាទអានេះគឺជាដើមហេតុនៃជំងឺបន្លាស់គឺវាបែបហ្នឹងអញ្ចឹងយើងត្រូវតែព្យាបាលវាឲ្យបានត្រឹមត្រូវនិងយល់ដឹងអំពីអាកាសធាតុបូកផ្សំជាមួយនឹងការប្រើប្រាស់ជីបាទកម្រិតដែលមានជាតិអាសូតទាបបាទអញ្ចឹងគឺយើងប្រើកម្រិតជាតិអាសូតដែលសមស្របទៅនឹងតម្រូវការរបស់ស្រូវត្រូវការនឹងទៅគឺយើងអាចកាត់បន្ថយបាទជំងឺបន្លាស់នេះហើយជំងឺបន្លាស់នេះហើយគឺជាជំងឺមួយដែល
បើសិនជាវាមានវាបានន័យថាយើងប្រើប្រាស់ជីជាតិអាសូតខ្ពស់ហើយបាទអានឹងបើសិនជាយើងមានជំងឺផ្លាស់បាទគឺយើងប្រើប្រាស់ជាតិអាសូតខ្ពស់ឬមួយក៏វាមានសំណើមខ្ពស់បាទទៅលើទីវាលស្រែរបស់យើងបាទ